សួស្តីទៅដល់បងប្អូនអ្នកគ្នាហើយវីដេអូមួយនេះគឺខ្ញុំសូមបង្ហាញនៅការប្រើប្រាស់នៅ website មួយគឺ Prom AI អញ្ចឹង Prom AI នេះគឺជា website មួយដែលយើងបង្កើតនៅវីដេអូ AI បាទគឺវាមានមុខងារច្រើនណាប៉ុន្តែនៅក្នុងវីដេអូមួយនេះគឺខ្ញុំបង្ហាញទៅចំណុចមួយគឺ image to video គឺយើងបង្កើតនៅរូបភាពផលិតចេញជាវីដេអូអញ្ចឹងយើងចូលមកក្នុងកម្មវិធី Chrome ហើយ Prom AI នេះគឺវាមាន10 credit free សម្រាប់ការប្រើប្រាស់នៅ Gmail មួយអញ្ចឹងពេលយើងប្រើ10 credit អស់ហើយគឺយើងត្រូវការផ្លាស់ប្ដូរ Gmail ថ្មីឬក៏យើងអាចទិញនៅ credit បន្តបានដែលយើងប្រើប្រាស់ថវិកាបាទអញ្ចឹងវីដេអូនេះគឺ free បាទគឺខ្ញុំបង្ហាញ free ដោយ Gmail ថ្មីគឺយើងមាន10 credit បាទអញ្ចឹងយើងដើម្បីបង្កើតនៅវីដេអូណាដែលផលិតចេញអំពីរូបភាពហើយជាពិសេសបងប្អូនអ្នកគ្នាដែលអត់ទាន់មានរូបភាពបាទអាចទៅមើលវីដេអូខ្ញុំមុនបានគឺរបៀបបង្កើតនៅរូបភាព free អត់គិតថ្លៃហើយងាយស្រួលសម្រាប់បងប្អូនដែលមិនចេះសរសេរប្រមបាទប៉ុន្តែយើងអាចបង្កើតនៅរូបភាពផ្សេងៗបានទៅតាមរយៈនៃរូបភាពគំរូដែលយើងចង់បានបាទអញ្ចឹងកុំឲ្យយឺតពេលយូរយើងចូលមកក្នុងកម្មវិធី Prom AI ទាំងអស់គ្នាបន្តមកទៀតគឺយើងមើលកន្លែងនេះ image to video បាទយើង touch កន្លែងហ្នឹងមួយមកបាទអញ្ចឹងពេលយើងចូលមកដល់កន្លែងហ្នឹងយើងកន្លែងមើលកន្លែងរូបភាពនេះបាទតែយើងត្រូវ touch កន្លែងហ្នឹងមួយទៀតណាបាទកន្លែងរូបភាពហ្នឹងបាទហើយបន្តមកទៀតគឺយើងមើលកន្លែងសញ្ញា upload នេះយើង touch កន្លែងសញ្ញា upload ហ្នឹងមួយទៀតមកបាទហើយយើងទៅជ្រើសរើសរូបភាពណាមួយដែលយើងចង់បង្កើតជាវីដេអូអញ្ចឹងយើង touch លើរូបភាពណាមួយដែលយើងចង់ប្រើប្រាស់ពេលយើង select ហើយគឺវារត់មកចូលកន្លែងនេះតែម្ដងបាទអញ្ចឹងវាអាស្រ័យទៅលើរូបភាពប្រសិនបើរូបភាពយើងប្រភេទប្រឈរបាទគឺយើង generate វីដេអូមកគឺវាប្រឈរតែបើសិនជារូបភាពយើងផ្ដេកបាទយើង generate មកគឺផ្ដេកណាបាទអូខេអញ្ចឹងយើងមើលខាងលើនេះគឺយើងមានសល់8 credit អញ្ចឹងមួយវីដេអូគឺយើងត្រូវចំណាយ2 credit នេះ generate to គឺបានថាយើងត្រូវចំណាយ2 credit អូខេយើង type កន្លែង generate to នេះមកពេលយើង type កន្លែង generate ហើយគឺវានឹងដំណើរការនៅក្នុងការ generate រូបភាពឲ្យទៅជាវីដេអូបាទឥឡូវយើងរងចាំសិនហើយយើងអត់ចំណាយពេលយូរទេត្រង់កន្លែង render ហ្នឹងគឺលឿនទេហើយ free អញ្ចឹងបើយើងមិញមាន8 credit អញ្ចឹងយើងបាន generate មួយវីដេអូនៅសល់6 credit បាទនេះគឺបានបញ្ចប់ទៅនេះបាទអញ្ចឹងបន្តមកទៀតបាទគឺយើងប៉ះទៅលើវីដេអូហ្នឹងមកបាទអញ្ចឹងពេលយើង touch ទៅលើវីដេអូហ្នឹងហើយគឺមានរយៈពេល4 second ទេបាទរយៈពេល4 second ហើយយើងចុចកន្លែងសញ្ញាធ្លាក់3នេះមកបន្តមកទៀតគឺយើងយកកន្លែងសញ្ញា download មកយើង touch នេះមកបាទអញ្ចឹងគឺរួចរាល់ណាដល់រួចរាល់អញ្ចឹងពេលយើងចង់បង្កើតនៅវីដេអូបន្តទៀតបាទយើងកំណត់ touch កន្លែងខ្វែងនេះមកបាទហើយយើងបញ្ចូលនៅរូបភាពមួយទៀតមកបាទនេះយើងយកកន្លែងដាល់ហ្នឹងមកបាទហើយយើង upload នៅរូបភាពចូលមកយើងយកកន្លែងសញ្ញាពូនទៀតកន្លែងចំអិនម្ដងបាទអញ្ចឹងយើងត្រូវចំណាយ2 credit ទៀតនេះបាទហើយយើងយកកន្លែង generate នេះមកបាទ បាទអញ្ចឹងយើង generate មកហើយគឺយើង upload នៅរូបភាពចូលមកយើងយកកន្លែងសញ្ញាពូនទៀតកន្លែងចំអិនម្ដងបាទអញ្ចឹងយើងត្រូវចំណាយ2 credit ទៀតនេះបាទហើយយើងយកកន្លែង generate នេះមកបាទហើយយើង generate នេះមក
បាទបញ្ចប់ហើយយើងប៉ះភ្លើងវីដេអូយើងមកបាទយើងបាន4 second ទៀតជាងចុចផ្លែសញ្ញាត្រេក3នេះមកយើង download បាទ download មកបាទរួចរាល់បាទអញ្ចឹងវីដេអូហ្នឹងគឺសូមបញ្ចប់ប៉ុណ្្នឹងហើយសូមអរគុណច្រើនបាទសម្រាប់ការគ្រប់គ្រងរបស់បងប្អូនអ្នកគ្នា